អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបាញ់វគ្គ4ស្មើវគ្គតូចហើយខ្ញុំពេលហ្នឹងខ្ញុំរវល់គឺខ្ញុំបានតឲ្យគេ2ដៃចង់ដឹងថាខ្ញុំអាចឈ្នះគេបានទេអ្នកទាំងអស់គ្នាជួយទស្សនាដល់វីដេអូចុងក្រោយផងហ្នឹងហើយនេះកន្លែងនេះគឺខ្ញុំរវល់ហើយក៏បានទូរស័ព្ទចោលក៏ slow ហើយក៏បានតគេ2ដៃហ្នឹងហើយដោយសារតែខ្ញុំឡើងនេះគឺខ្ញុំអត់បានលេងដែរគឺខ្ញុំរវល់ហើយកុំឲ្យខាត់ពេលវេលាយូរយើងកាត់ចូលទៅកន្លែងដែលយើងបានលេងតែម្ដងទៅតឥឡូវយើងបានចូលវគ្គទី3ហើយគឺយើងធ្វើការរើសកំភ្លើងតែម្ដងគឺបានតែកំភ្លើងមួយទេគឺអស់លុយហើយចង់ដឹងថាខ្ញុំវគ្គនេះខ្ញុំអាចបាញ់ឈ្នះគេដែរឬទេតោះទៅស្គរឥឡូវយើងធ្វើការរត់លេងសិនចាំមើលថាយើងឃើញមនុស្សទេឥឡូវដាក់សញ្ញាបាញ់មនុស្សបាញ់រាហ្នឹងមួយសិនបាញ់ចង់ដឹងថាអូដួលមួយអាចបានគៀលហើយអូខេអូមកគៀលទៀតគ្នាយើងបានបាញ់ដួលហើយយើងបានមកគៀលទេឥឡូវយើងធ្វើការប្រោគ្នាទៀតអូបាញ់ជោគក្បាលមួយនេះប៉ុន្តែអត់តមកទៀតនេះខាងហើយយើងស៊ីប៉ែទៀតចាំថាដាច់ទៅហើយអូខេហ្នឹងហើយយើងវគ្គទី3យើងបានឈ្នះជោគជ័យអូខេហ្នឹងហើយឥឡូវចូលដល់វគ្គទី4ហើយយើងបានឈ្នះមួយវគ្គហើយចង់ដឹងថាវគ្គទី4នេះខ្ញុំអាចយកឈ្នះបានទៀតទេឥឡូវយើងធ្វើការជ្រើសរើសរបស់សិនហ្នឹងហើយអ្នកទាំងអស់គ្នាខ្ញុំអត់មានបានតែងកំភ្លើងទៀតទេព្រោះខ្ញុំតែអាវក្រង់នឹងមុខគឺអស់លុយបាត់ហើយសំខាន់ជាងគេគឺតកកហ្នឹងមកអ្នកទាំងអស់គ្នាគឺខ្វះបានទេបើយើងបានគីហ្វាយបើយើងអត់តកកមានអារម្មណ៍ថាវាអីចឹងណាយើងមានតកកទៅយើងកក់ក្ដៅបន្តិចតែឡើងយើងធ្វើការដើររំនេះចោះឃើញទេតើខ្ញុំអាចធ្វើបានទេនេះបាញ់ស្មុកគ្នាយើងនេះក្បាលប៉ុណ្ណឹងអត់ចូលនេះហ្នឹងហើយអ្នកទាំងអស់គ្នាចូលក្បាលក៏ហុំជាប់គ្នាតែម្ដងយើងដើរមើលគ្នាយើងបាញ់5នាក់ទៀតហើយឥឡូវយើងធ្វើការជួយគ្នាយើងសិនអូខេហ្នឹងហើយខ្ញុំបានជួយគ្នាហើយឥឡូវខ្ញុំដឹងកន្លែងវាលាក់ខ្លួនហើយគឺខ្ញុំបុកយកតែម្ដងនេះដាច់ទៅហើយហ្នឹងហើយចេះស្អីនេះគឺដាច់ធីមបាត់ទៅហើយហ្នឹងហើយឥឡូវចូលវគ្គទី5ហើយវគ្គទី4ហ្នឹងគឺយើងបានជោគជ័យមួយទៀតហើយឥឡូវយើងវគ្គ5គឺយើងធ្វើការតែងអាប់ប្រោះអាប់ level អាប់អីហើយតែងផ្សិតតែងអីដាក់ពេញឈាមមកឥឡូវកំភ្លើងយើងមានគ្រប់គ្រាន់ហើយគឺយើងមិនបាច់តែងទៀតទេគឺយើងគ្រប់ហើយប៉ុណ្ណេះឥឡូវយើងធ្វើការរត់ដល់រអប្រូអស៊ីទាំងអស់គ្នាហើយឃើញកន្លែងណាគឺយើងបាញ់កន្លែងហ្នឹងតែម្ដងអីយ៉ាគេដាក់អា skin នេះមកគឺបិទតកយើងឥឡូវយើងធ្វើការបុកចូលតែមកឃើញឃើញសញ្ញាហើយអ្នកនរគ្នាតែឃើញគេរត់ខាងស្វែងដៃនេះឃើញហើយដាក់មកស្ងប់អូដាច់ហើយដួលហើយឥឡូវធ្វើការឃើញនៅស្វែងដៃមួយទៀតអូជោគក្បាលមួយទៀតហើយអ្នកនរគ្នាហ្នឹងហើយអ្នកនរគ្នាគឺយើងអត់បានផ្ដាច់ទេគឺយើងស្វារអ្នកថ្មីទៀតតែឥឡូវយើងឃើញហើយវានៅកន្លែងនេះ2នាក់យើងដាក់មួយដាច់មួយហើយអ្នកនរគ្នាគឺដាច់មួយទៀតក៏អូមតែម្ដងហ្នឹងហើយកប់សេរីយ៉ូហ្នឹងហើយគឺមែនតើគឺយើងវគ្គទី5គឺយើងបានជ័យជំនះទៀតហើយហ្នឹងហើយអ្នកទាំងអស់គ្នាគឺខ្ញុំឆ្លាញ់អាកន្លែងមែនតើគឺអាចុងក្រោយគឺក្បាលក្រហមតែម្ដងហ្នឹងហើយតែឥឡូវយើងកុំឲ្យខាត់ពេលវេលាយើងធ្វើការជ្រើសរើសរបស់តែអីហើយគ្រប់គ្រាន់តោះយើងកុំឲ្យខាត់ពេលវេលាយូរយើងចូលវគ្គទី6ទៀតគាត់ថាខ្ញុំអាចឈ្នះទៀតដែរឬទេតោះឥឡូវយើងកាត់ចូលមកដល់កន្លែងនេះតែម្ដងទៅគឺយើងធ្វើការដើររដល់គេលាក់ពុននៅកន្លោះណាខ្លះទេបែកមួយគប់ចោលអ្នកទាំងអស់គ្នាគឺគប់ចោលចាំតែត្រូវអត់ហ្នឹងហើយស៊ីចិត្ត3ហ្នឹងហើយគប់ត្រង់ហើយទៅបុកចូលទម្លុះគឺបាន1 kill ហើយអ្នកទាំងអស់គ្នាអូបាន2 kill ហើយហ្នឹងហើយគឺបុកវគ្គទី6នេះគឺប្រហែលជាយើងអាចឈ្នះទៀតហើយអ្នកគេគឺសល់តែម្នាក់ទៀតទេគឺយើងធ្វើការបុកតែម្ដងកុំឲ្យដាក់ឈាមតន់ហើយនេះនៅកណ្ដាលអូសិតតែសាច់ហ្នឹងហើយអ្នកទាំងគ្នាវគ្គទី6គឺយើងបានជោគជ័យតែម្ដងគឺយើងឈ្នះបានសម្រេចហើយអ្នកទាំងគ្នាហើយកុំភ្លេចជួយ Subscribe នៅ Channel របស់ខ្ញុំមួយផងហ្នឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូនេះផងដែរហ្នឹងហើយបាយអ្នកទាំងអស់គ្នា